ថាប្រជាជនថាក្បាយយួនខ្លួនខ្មែរធ្វើប៉ុន្តែកម្មចម្រាញ់យកមនុស្សបដិវត្តសង្ស័យរួចសម្រាប់ចោលខ្មែរជាភ្នាក់ងារសញ្ញាCEA ចប់ខ្មែរជាភ្នាក់ងារសម្ងាត់ CIA របស់អាមេរិកនិងភ្នាក់ងារសម្ងាត់ KGB របស់សូវៀតភ្នាក់ងារសម្ងាត់របស់វៀតណាមសម្រាប់ចោលបង្កើតអង្គការផ្នែកតាមដានគ្នាទៅវិញទៅមកសម្រាប់បាត់បង់ជីវិតឪពុកម្ដាយបងប្អូនសាច់ញាតិដីធ្លីមានជំងឺតក់ស្លុតបាក់ស្បាតអង្គការផ្នែកមនុស្សបន្ទនកម្មនោះគឺមានន័យថាការធ្វើទុកទារុណកម្មដូចជាការដាក់ទោសកម្មនេះធ្វើបាបជាដើមហើយចំណែកឯរូបភាពនេះគឺប្រជាជនដែលមានជំងឺបាក់បាក់ស្បាតបាត់បង់កម្លាំងនិងមានជំងឺដោយសារភាពភ័យខ្លាចហើយអត់មានថ្នាំព្យាបាលហើយកំណើតរលាយបាលនោះគឺជាកំណើតរលាយក្បាលរបស់ប្រជាជនដែលត្រូវពួកខ្មែរក្រហមបានសម្លាប់ចំណែកឯរូបការរំជើងនោះគឺពួកខ្មែរក្រហមគម្រាមឲ្យប្រជាជនធ្វើការនិងស្ដាប់បញ្ជារបស់អង្គការ